សូមស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍និងបកប្រែអូខេថ្ងៃនេះខ្ញុំបរៀនបន្តនៅសន្ទនាកម្រិតដំបូងនៅ Unit 11មេរៀនទី11ណាហើយក្នុងមេរៀនទី11ខ្ញុំស្រង់ពាក្យយកមកបរៀន Study Words សិក្សាពាក្យអញ្ចឹងពាក្យក្នុងមេរៀនទី11ទាំងអស់ខ្ញុំស្រង់បាន30ពាក្យពាក្យទី1 tradition ប្រពៃណីពាក្យទី2 religion សាសនាពាក្យទី3 news ព័ត៌មានពាក្យទី4 regarding ដែលតាក់ទងនឹងពាក្យទី5 worship គោរពបូជាពាក្យទី6 Buddhism ព្រះពុទ្ធសាសនាពាក្យទី7 worship Buddhism កាន់ព្រះពុទ្ធសាសនាពាក្យទី8 fond of ពេញចិត្តពាក្យទី9 Western tradition ប្រពៃណីលោកខាងលិចពាក្យទី10 so ដូច្នេះពាក្យទី11 have to ត្រូវតែពាក្យទី12 for life អស់មួយជីវិតពាក្យទី13 may អាចពាក្យទី14 best ល្អបំផុតពាក្យទី15 clope ពិភពលោកពាក្យទី16 force បង្ខំពាក្យទី17 like ជា preposition ប្រែថាដូចពាក្យទី18 related ជាប់តាក់ទងពាក្យទី19 belief ជឿពាក្យទី20 infidel មនុស្សមិនជឿសាសនាពាក្យទី21 most ភាគច្រើនពាក្យទី22 disbelief មិនជឿពាក្យទី23 charity បុណ្យពាក្យទី24 sin បាបពាក្យទី25 sing គិតពាក្យទី26 charitable act អំពើបុណ្យពាក្យទី27 sinful deed អំពើបាបពាក្យទី28 more than anything ជាងអ្វីទាំងអស់ពាក្យទី29 related to each other ជាប់តាក់ទងគ្នាពាក្យទី30 go deep អំពើល្អអូខេអ្នកនរគ្នាអញ្ចឹងខ្ញុំអ្វីដែលខ្ញុំបានប៉ុណ្ណឹងណាអូខេប៉ុណ្ណឹងចា